Sao bắt đầu những chọn này mà mới dùng bàn riến thưa ấy lựa một thưa nào chạy để thưa cắt ra vậy đấy và những chơi mà click đó những riêng tình này tục sách để những chọn những ruồi những bàn cắt ra cho ra làm đó sao bắt đầu đấy những riêng mà chúng nói tiết mà tiết tốn tình ứng cá bằng cá hơi crop crốn anh sai vô và reference ấy creating and managing references and citation anh sai vô ưu thọ tha sai mình những đọ strong một bên nào clear ប្រយោគអត្ថបទដែលយើងសរសេរក្នុងអត្ថបទយើងដកស្រង់មកពីណាអញ្ចឹងយើងបញ្ចេញបញ្ចូលក្នុងរបាយការណ៍ស្រាវជ្រាវយើងត្រូវដាក់ឯកសារយោងដាក់ប្រភពឲ្យគេចុះបើយើងអត់ដាក់ទេមានន័យថាយើងលួចអត្ថបទគេហើយបាទលួចអត្ថបទគេមកបានអត់ scan ឥឡូវឲ្យអ្នកណាជួយ check បាត់មានមួយឡើងមិនថា check ទេពេលមកខាងនេះនិយាយខាងនេះទៀតផ្លេចទៀតហើយជួយ check បាត់មានមួយsubmit បានអត់ submit មួយសិនជិះវាងនេះឥឡូវឯងណាអត់ scan check ឲ្យគាត់ចាំ submit ណាតែណាបាន scan កាត់ប្រាប់គ្នាយើងស្គាល់ហើយស្គាល់អស់ទេស្គាល់ហើយក្រក់ឈោមើលហើយអង្គុយចឹងមើលអត់ឃើញអាប់សងគេឡើយគេវាយវើយក៏អត់ដែរមិនជំនាញខុសគ្នាដែរbạn submit đó bạn tao mơ ở tấn tao lươn dịch cho dương caដាក់ឯកសារយោងបើយើងចេះតែដាក់យើងចេះតែសរសេរបាទមិនន័យថាឯកសារយោងដែលយើងដកស្រង់មកបាទមិនដឹងឲ្យគេទៅរកប្រភពចង់អានបន្ថែមនៅណាទេបើយើងធ្វើរបាយការណ៍ធ្វើ assignment មែនទេ report មែនទេគេអត់យកទេគ្រួតយកដោយសារយើងដាក់ឯកសារយោងមិនត្រូវតាមបែបបទគេអញ្ចឹងបាទដល់ពេលយើងសេសារណាអីបាទយើងដាក់យកមិនត្រូវបើគេឃើញរបាយការណ៍យើងគេអត់យកទេគ្រួតយកមួយក៏បាទមានបញ្ហាណាចុះយើងរៀនដាក់ឲ្យហើយទៅបាទយើងធ្វើ assignment អីក៏ដោយយើងដាក់ឯកសារយោងដាក់ប្រភពឲ្យគេត្រឹមត្រូវបាទបើយើងអត់ដាក់ចាស់គេឃើញបាទយើងខ្មាស់គេដែរបាទយើងយករបស់គេមកចឹងបាទអត់ដាក់ប្រភពឲ្យគេមានន័យថាបាទបើនេះគេប្រើពាក្យ plagiarism មានន័យថាយើងកើតចោលបាទ plagiarism ចោលលួចអត្ថបទគេណាអត់យករបស់គេមកធ្វើរបស់ឯងបាទគេហៅ plagiarism ស្អីមិនទេផ្លេចបាត់មើល plagiarism ចឹងស្អីខុសបាត់នេះបាទអញ្ចឹងគេហៅថា plagiarism ចឹង plagiarism មានន័យថាការលួចអត្ថបទគេមកធ្វើរបស់យើងអត់ដាក់ឯកសារយោងអត់ដាក់ប្រភពដែលយើងដកស្រង់មកទេបាទឯកសារគេយើងអាចយកមកដកស្រង់របស់គេមកបានប៉ុន្តែយើងត្រូវដាក់យោងឲ្យគេប៉ុណ្្នឹងឯងយករបស់គេមកបានបាទប៉ុន្តែដាក់យោងឲ្យគេបាទយើងអត់ដាក់តែវាអត់ល្អមើលទេបាទ2025ហើយចុះខ្ញុំនឹងបរិយារបៀបដាក់នៅលើ Word យើងអាចដាក់ធម្មតាក៏បានបាទយើងអាចប្រើ app ជំនួយក៏បានបាទតែយើងដាក់ទៅយើងមានភាពងាយស្រួលណាឧទាហរណ៍ថាចាឧទាហរណ៍ថាមក clear ដែលយើងសរសេរនេះស្អីចឹងណាបាទយើងសរសេររួចបាទមក clear ដែលយើងដកស្រង់របស់គេនេះយើងត្រូវដាក់ប្រភពឲ្យគេថាដកស្រង់មកពីណាបាទយើងអត់ដាក់ទេនៅកន្លែងនេះបាទមានន័យថាយើងយករបស់គេមកខុសច្បាប់ហើយបាទដល់ពេលយើងដាក់ឈ្មោះអ្នកនិពន្ធដាក់ឆ្នាំអីកន្លែងនេះទៅបាទយើងត្រូវដាក់នៅចុងសភៅរបស់យើងត្រូវមានបាទឯកសារយោងដាក់ប្រភេទដាច់ចឹងយើងដាក់ reference មួយឯកសារយោងចឹងទៅ reference ចឹងទៅយើង list បាទឯកសារយោងយើងដកស្រង់បញ្ជីឯកសារយោងយើងមកកន្លែងហ្នឹងទៅដើម្បីឲ្យគេអ្នកអានគេឃើញគេចង់ទៅអានតបាទគេអាចទៅរកកន្លែងដែលយើងយកមកឃើញបើយើងដាក់ឧទាហរណ៍ដាក់ស្អី link ប
បាទដកស្រង់មកបាទ Facebook ចឹងទៅបាទត្រីមួយ Facebook មិនដឹង Facebook មកពីណាបាទអ្នកណាទៅរកឃើញបាទគេចង់អានថែមមិនដឹង Facebook បាទមាន account រាប់រយរាប់ពាន់រាប់លានមិនដឹងទៅយកពីណាមកផងបាទចាំមិនដឹងថាបាទឯកសារដែលយើងសរសេរបាននោះវាអត់មានលក្ខណៈប្រកបវិជ្ជាទេបាទគេអានទៅក៏គេមិនជឿយើង 100% ដែរបាទដោយសារយើងមិនដឹងយកមកពីណាប្រកបផងបាទចេះតែថាអញ្ចឹងណាបាទចុះយើងត្រូវចេះដាក់ឯកសារយោងនេះត្រឹមត្រូវឥឡូវយើងទៅមើលលើកម្មវិធី Word យើងវិញបាទឥឡូវគូចាប់ផ្ដើមពីការដាក់យោងនៅលើ Word ធម្មតាប៉ុន្តែយើងមានកម្មវិធីជំនួយក្នុងការដាក់បានបាទក្នុងវីដេអូនេះគ្រូបង្ហាញទាំងអស់គូថតទុកឲ្យថាមើលអត់ដល់អីណាបាទចុះពេលដែលយើងដាក់យោងយើងចូលមកកន្លែង reference នេះបាទ reference នេះយើងគេលោកយើងឆ្លងថានេះស្អីគេកន្លែងនេះបាទ references បាទ references នេះបាទកន្លែងយើងដាក់ content លើមុន auto ណាយើងចូលមកបាទយើងឃើញមានមួយ block នេះបាទនេះយើងហៅវាថា citation and biography បាទអញ្ចឹងទៅឧទាហរណ៍ថាយើងសរសេរអត្ថបទទៅយើងដកស្រង់ពីគេឧទាហរណ៍ថាគ្រូត្រូវអត្ថបទមួយពីអ៊ីនធឺណិតចុះត្រូវមើលសិនបាត់នេះមួយសិនណាចេះបាទច្រើនម្ល៉េះឧទាហរណ៍ថាបាទគ្រូទៅយកអត្ថបទរបស់គេមួយពីណាចុះពី Google Scholar បាទ Google Scholar នេះជា database មួយវាជាកន្លែងទុកទិន្នន័យមួយដែលគេតែងតែយកអត្ថបទដកស្រង់មកហើយឧទាហរណ៍ថា COVID 19 Cambodia អញ្ចឹងណាទិន្នន័យ COVID ចាគេអត្ថបទនេះយើងបើយើងយកទិន្នន័យគេមកសរសេរយើងមិនអាចអត់មានប្រភពបានទេទិន្នន័យជាក់ស្ដែងចោះណាបាទចុះឧទាហរណ៍ថាកន្លែងនេះបាទយើងត្រូវចូលទៅអានយើងត្រូវឈ្មោះបាទអ្នកនិពន្ធចំណងជើងសៀវភៅបោះពុំឆ្នាំណាកន្លែងដែលយើងដកស្រង់មកនៅទំព័រណាយើងដកស្រង់មកយើងត្រូវមានប្រភពដាក់ឲ្យគេដែរចុះបាទយើងដាក់តាមកម្មវិធី Word យើងដាក់ឲ្យសាមញ្ញឧទាហរណ៍ថាគ្រូអានទៅបាទឃើញ clear តាណាមួយយើងអាចយកមកសរសេរថែមនៅក្នុងរបាយការណ៍របស់យើងបានយើង click វាមកយើងមិនយកមកទាំងដល់អញ្ចឹងណាយើងដូរពាក្យដូរ clear របស់គេណាកុំដាក់របស់គេទាំងដល់អញ្ចឹងបាទវាល្អមើលថាសេប៉ុណ្នេះបាទសេប៉ុណ្នេះមកបាទប្រយោគដែលយើងយករបស់គេមកនេះបាទយើងត្រូវដាក់ថាអ្នកណាជាអ្នកសរសេរនៅកន្លែងនេះចុះដើម្បីដាក់គេមាន style របស់គេបាទរបៀបដែលយើងដាក់បាទយើងដាក់គេមាន standard របស់គេដាក់ខ្ញុំបង្ហាញ standard ទី1ហៅ APA style បាទនេះណាចេះនេះចប់បង្ហាញមួយសិននេះចុះច្បាស់អត់ទេណាប្រមាថចឹងរមើលសិន APA style ឥឡូវ APA 7 citation ចុះនេះពេលដែលយើងដាក់យោងវាមានចែយើងមើលឃើញអត់ទេបាទវាមានបាទឈ្មោះអ្នកនិពន្ធបាទឈ្មោះអ្នកនិពន្ធវាមានឆ្នាំគេបាទវាមានចំណងជើងសៀវភៅបាទបើសិនជាមាន link មួយទៀតវាមាន link មានអីចឹងតទៀតណាចុះនេះជា standard មួយដែលគេដាក់យើងហៅវាថា APA ចឹង APA 7ចុះយើងដាក់ឯកសារយោងជួនកាលយើងដាក់ឈ្មោះចំណងជើងសៀវភៅចឹងទៅដាក់ចឹងណាចាដាក់ទៅប៉ុន្តែគេមានគំរូគេមាន standard របស់គេឲ្យយើងដាក់ឲ្យត្រូវទៅបាទមានន័យថាយើងមានជាគំរូមួយជា form មួយយើងដាក់ទៅមើលទៅវាស្អាតហើយគេក៏អាចស្រួលដែរវាជា standard គេប្រើទូទៅលើពិភពលោកដែរហើយយើងសរសេរក៏យើងបាទយល់ទាំងអស់គ្នាបែបបទគេសរសេរដែរចាបាទយើងហៅវាថា APA 7ចុះវាមាន style ច្រើនវាមាន style ច្រើនណាយើងនិយមប្រើ APA ចុះគេមាន style ច្រើនណា citation style យើងបង្ហាញទៅណាចុះបាទនេះយើងមើលក្នុង Word នេះក៏មានដែរចុះនេះ style ដែលយើងដាក់នេះណាវាមានច្រើននេះអូខេបាទគេយើងនិយមប្រើនេះ APA អញ្ចឹងដែរបាទចំនួនទី6បាទអ្នកខ្លះគេប្រើ Chicago អ្នកខ្លះគេប្រើបាទ Ghost នេះបាទអ្នកខ្លះគេប្រើ standard របស់ Harvard តែយើងប្រើនិយមយើងប្រើនេះ APA នេះបាទមានន័យថាមានឈ្មោះអ្នកនិពន្ធរួចឆ្នាំរួចចំណងជើងសៀវភៅអញ្ចឹងបាទនេះជាគំរូដែលយើងដាក់ចុះរបៀបយើងដាក់ឧទាហរណ៍ថានេះឯកសារមួយនេះបាទអត្ថបទមកប៉ុណ្នេះយើងយកពីគេមកយើងត្រូវដាក់យោងឲ្យគេអ្នកណាអ្នកសរសេរមក clear នេះបាទទិន្នន័យដែលយើងបានមកនេះអ្នកណាអ្នកនិយាយមួយម៉ាត់នេះឧទាហរណ៍គេនិយាយថាបាទ COVID 19ឆ្លងនៅត្រកខ្មែរគិតត្រឹមថ្ងៃប៉ុណ្នេះបាទមានទិន្នន័យប៉ុណ្នេះបើយើងនិយាយតាមម៉ាត់យើងគេអត់ជឿទេបាទអត្ថបទយើងដែលយើងសរសេរមកគេអត់ជឿទេចុះយើងត្រូវដាក់ឯកសារយោងឲ្យគេបាទយើងដាក់មកយើង insert citation កន្លែងនេះយើងចុចមកបាទបើមិនយើងអត់ទាន់មានអីទេយើងត្រូវសរសេរដៃបាទយើងចូលពាក្យថា add new នេះមកបាទចុះយើងបំពេញឈ្មោះអ្នកនិពន្ធចឹងមកកន្លែងនេះវាមានបាទ author នេះមានឈ្មោះអ្នកនិពន្ធបាទ title ចំណងជើងសៀវភៅបាទកន្លែង corporate author នេះមានន័យថាបាទបើសិនជាសៀវភៅខ្លះមានអ្នកនិពន្ធ2 3ចូលគ្នាចឹងបាទយើងដាក់ថែមមកអានេះអ្នកនិពន្ធធំជាងគេបាទនេះឆ្នាំcity ដែលគាត់សរសេរសៀវភៅនោះជួនកាលនៅសៀមរាបនៅភ្នំពេញចឹងណាគេមានទីក្រុងហើយរងពុំបាទនេះជាការដាក់យោងដែលត្រូវស្តង់ដារយើងត្រូវមានទិន្នន័យទាំងអស់នេះ
បាទយើងត្រូវមានរងពុំទៀតថាបោះពុំនៅណាសភៅនោះបាទបើយើងអត់មានយើងអត់ក៏អត់ឧទាហរណ៍យើងយកពី Facebook ទៅមានតែ link យើងដូរយើងអាចដូរនេះបានទៀតណាឧទាហរណ៍ថាយើងឯកសារយើងមិនមែនជាសភៅទេយើងអាចយកពី website អញ្ចឹងយើងអាចយកនេះយើងរើសយក website មកវាមានកន្លែងចំណីខុសគ្នាអញ្ចឹងប្រភេទប្រភពរបស់យើងវាយកពី website យើងដាក់អ្នកនិពន្ធមកបាទអ្នកនិពន្ធរងបាទឈ្មោះ web page បាទឈ្មោះ website ឆ្នាំខែថ្ងៃហើយ link របស់ website នោះបាទ link យើងដាក់កន្លែងនេះមកខ្ញុំឧទាហរណ៍ថាយក website ចុះបាទអ្នកនិពន្ធឈ្មោះអីឈ្មោះ David អញ្ចឹងណាឧទាហរណ៍បាទ web page ឈ្មោះអីអត់មានទេយើងដាក់ឈ្មោះ website មកឈ្មោះ website ឧទាហរណ៍ថា Facebook Facebook ហើយឆ្នាំណាគាត់សរសេរអា post របស់គាត់នោះឆ្នាំណាឧទាហរណ៍2025អញ្ចឹងណាបាទខែណាថ្ងៃណាដាក់មកនោះដាក់អស់មក link ដែលយើងយកមកនោះខ្ញុំឧទាហរណ៍ថានេះ link យើងចុះបាទ copy link មកយើងយកមកដាក់ចឹងទៅបាទយើងចុច OK ទៅបាទនេះអត្ថបទយើងនេះវា load ចេះវា load ជាប្រអប់មួយដាក់ថាមក clear ដែលយើងដកស្រង់នេះយកពី David ឆ្នាំ2025ចេះចឹងវា load auto ណាប៉ុន្តែមិនយើងសេដៃដដែលទេបាទទៅដល់ពេលអានេះវានៅក្រោមសភៅយើងវា load auto អានេះចូលឲ្យបាទមែនអានេះទេយើងត្រូវ insert អានេះមួយទៀតនេះ insert បាទ biography នេះពេលយើងដាក់អានេះរួចយើងត្រូវ insert biography នេះបាទយើងដាក់បំពេញ insert citation រួចកន្លែងនេះបាទយើងបំពេញព័ត៌មានរួចអស់យើងទៅចូលអានេះម្ដងបាទយើងចុច biography នេះយើងរើស mode ណាមួយមកបាទចុះយើងនឹងឃើញនៅក្រោមទំព័ររបស់យើងនេះណាបាទចឹងខ្ញុំលុបអានេះចោលមួយសិនខ្ញុំលុបអានេះចោលមួយចុះខ្ញុំចុច insert biography នេះខ្ញុំរើស mode មួយមកនេះវា load អានេះមកហើយនេះវា load ឯកសារយោងនេះឲ្យយើងមួយគឺបានទេបាទចុះយើងគ្រាន់តែ insert citation កន្លែងអត្ថបទដែលយើងដកស្រង់រួចឯកសារយោងដែលយើងយកមកនេះវា load មកខ្លួនឯងទេបាទកន្លែងឯកសារយោងវា load auto មកដែលយើងដាក់ auto content ចឹងណាបាទយើងមិនចាំបាច់ទៅកន្លែងឯកសារយោងក្នុងសភៅយើងអង្គុយបាទសរសេរដៃដកស្រង់ពីណា1 2 3 copy link ដាក់កន្លែងនោះទេបាទអានេះយើងសរសេរដៃដដែលទេគ្រាន់ថាវាងាយជាងយើងសរសេរ copy link មកដាក់កន្លែងឯកសារយោងឲ្យចប់ទេបាទវាអត់ត្រូវទេអានេះវាអត់ត្រូវទេអញ្ចឹងវាមានស្តង់ដាររបស់វាឧទាហរណ៍ថាយើងមានមួយទៀតមក clear ទៀតចុះខ្ញុំឧទាហរណ៍ថាយើងដកស្រង់មក clear នេះទៀតបាទមក clear កន្លែងនេះទៀតចុះយើងសរសេរតទៀតយើងសរសេរតយើងត្រូវដាក់យោងឲ្យគេដែរមែនទេប៉ុន្តែអានេះយើងយកពីសភៅនេះយើងមើលឈ្មោះនិពន្ធគេមកនេះបាទស្រៀនឈឹមអីនេះតែឈ្មោះនិពន្ធគេណាហើយយើងទៅដាក់យោងម្ដងទៀតមកបាទយើង insert citation ម្ដងទៀត add new source នេះគឺយើងដាក់ប្រភពថ្មីបាទកន្លែងនេះយើងយកមកវាជាសភៅវាជា journal ទៅអត្ថបទស្រាវជ្រាវដែលគេសរសេរមកយើងដាក់ឈ្មោះនិពន្ធមកថតថាមានប្រហែល2 3 4អញ្ចឹងណា copy ដាក់មកនេះសរសេរក៏បានដែរស្រៀនឈឹមអញ្ចឹងមកសរសេរមកបាញ់ព័ត៌មានកន្លែងនេះនិពន្ធនេះមើលឃើញទេមើលឃើញនេះបាទកន្លែងនេះនិពន្ធ author នេះនិពន្ធមិនណាគេទេមិនឈឹមអញ្ចឹងមិនត្រូវទេបាទនិពន្ធរងយើងមានអាយ៉ាមិនមែនទេបាទនេះអាចថែមបានដូរបើថាគាត់ជានិពន្ធរងយើងដូរមកកន្លែង corporate author នេះវិញណាចំណងជើងសភៅចំណងជើងនេះin Cambodia ជូន2022អញ្ចឹងយើងដាក់មកយើងដាក់ copy មកថាខាច់ខុសបាទសេត្រូវកុំឲ្យខុសចំណងជើងគេjournal របស់គាត់ឈ្មោះអីឆ្នាំណាថាចំឡងចុះ25ទំព័រទីប៉ុន្មានដែលយើងដកស្រង់មក clear មិញណាដល់ទំព័រទីបាទ20ចុះណាបាទហើយយើងចុច OK មកហើយវា load ឈ្មោះនិពន្ធហ្នឹងវាមានប្រអប់វាណាលុបទៅបាទឈឹមវា load ឈ្មោះឈឹមដោយសារវាចាប់ទិន្នន័យបាទឈ្មោះនៃក្រោយ2025ហើយយើងចុច update អានេះមក update reference យើងនេះហើយវា load មកមួយទៀត auto តាមអក្សរក្រមយើងមិនចាំបាច់អង្គុយសរសេរឯកសារយោងដាក់ពីក្រមទេមិនបាច់សេដៃទេអញ្ចឹងតែមាន2 3ដែលយើងសរសេរមកក្នុងអត្ថបទយើងដកយោងមកពីណាច្រើនវា load auto ឲ្យយើងចឹងតាមអក្សរក្រមប៉ុន្តែអារបៀបមិនយើងសរសេរដៃដដែលទេបាទអញ្ចឹងការដាក់យោងមានន័យថា clear ណាដែលយើងដកស្រង់មកយើងត្រូវរៀបឯកសារយោងបែបនេះ add new source ចឹងបំពេញឈ្មោះបំពេញអីត្រឹមត្រូវដាក់ link ដល់អីបើថាវាជា website បាទវាជា website ចឹងយើងរើសមកនេះកន្លែងនេះបាទវាជាសភៅយើងដកជាសភៅយើងរើសជាសភៅឲ្យបំពេញព័ត៌មានក្នុងនេះមកពេលដែលបំពេញចប់បាទយើងអាចដាក់យោងបាននៅកន្លែងនេះហើយឧទាហរណ៍ថាមក clear ទៀតបាទឧទាហរណ៍ថាសភៅយើងមិនយើងដកមក2ដងយើងលើក clear របស់គាត់2ដងមកណាឧទាហរណ៍ថាណាប្រយោគដើមតែយើងមិន copy មកអញ្ចឹងណាយើងដូរ clear ខ្លងគាត់ណាបាទរបៀបយកអត្ថបទគេមកយើងមិនយកពាក្យគេទាំងដល់មកអញ្ចឹងទេបាទវែងពេកឧទាហរណ៍ថាមក clear ទៀតនេះយើងដកពីសភៅដដែលនេះអញ្ចឹងយើងអាចចូលកន្លែង insert citation មកយើងចុចរើសថាដែលយើងរៀបរួចនេះឈឹមដដែលមកវា load មកម្ដងទៀតប៉ុន្តែកន្លែងឯកសារយោងកន្លែង reference នេះវាអត់ load ថែមទៀតទេដោយសារបាទដោយសារវាមានតែ2ប៉ុណ្្នឹងហើយយោងរបស់យើងគឺថាសភៅដដែលមួយណាតែយើងដាក់អញ្ចឹងទៅគេអានទៅគេឃើញថាអូនេះយើងដកស្រង់មកពីលោកឈឹមនេះក្នុងឆ្នាំ2025តែគេចង់ឃើញលម្អិតបន្ថែមតែអានបន្ថែមតាក់ទងព័ត៌មានប្រមាណដែលយើងយកមកនេះបាទគេទៅមើលនៅក្រោមណាទៅគេឃើញប្រភពថាអូនេះអត្ថបទនេះបោះពុំនៅនេះនោះមាន link ទេគេអាចទៅរកឃើញប៉ុន្តែបើយើងអត់ដាក់ឲ្យត្រូវអញ្ចឹងទេបាទវាខុសហើយចាំមិនថាខុសជឿបានណានេះជារបៀបដាក់យោងអញ្ចឹងសារៈសំខាន់នៃការដាក់យោងមានន័យថាជិះវៀងបាទឲ្យយើងខ្លាយជាចោលលួចអត្ថបទគេទី1បាទទី2មានន័យថាយើងឲ្យតម្លៃលើអត្ថបទលើការសរសេររបស់គេបាទទី3មានន័យថាយើងអាចដាក់ស្តង់ដារមួយ
បាទដាក់ standard មួយដែលមានបែបបត់មូលដ្ឋានត្រឹមត្រូវអត្ថបទយើងក៏គេទុកចិត្តបានដែរបាទចុះឧទាហរណ៍ថាសភៅយើងមកបានទេបាយការស្រាវជ្រាវឧទាហរណ៍ថាយើងសរសេរទៅគំនិតយើងចូលតែបាទគំនិតយើងចូលវាចូលថាយើងសរសេរគំនិតយើងវា98%ដែរប៉ុន្តែ20%ទៀតដកស្រង់មកពីណាអញ្ចឹងដែរឬមួយក៏យើងសរសេរខ្លួនឯង80%ដកស្រង់មកពីគេមិនបានអញ្ចឹងហើយកុំឲ្យបោះគេទាំងអស់ដល់ពេកបើយើង copy មកទាំងដល់ពេកនោះវាទៅជាមិនមែនរបស់យើងទេនោះទៅជាយើងលួចរបស់គេមកធ្វើរបស់យើងបាទចុះមានន័យថាអត្ថបទយើងមានណាគេឲ្យតម្លៃស្អីចប់អញ្ចឹងរបាយការណ៍សារណាឲ្យយើងត្រូវធ្វើមែនទែនអញ្ចឹងណាមិនយកដាក់ឲ្យទៅចប់ចុះក្នុងការសរសេររបាយការណ៍ផ្លូវការគឺបែបនោះហើយបាទគឺយើងធ្វើបែបនេះហើយវិធីម្យ៉ាងទៀតបើសិនជាយើងអត់ប្រើ default app default កម្មវិធីដាក់យករបស់កម្មវិធី Word លើនេះទេបាទអត់ប្រើនេះទេយើងចង់មានកម្មវិធីជំនួយយើង add ជំនួយយើងមានកម្មវិធីច្រើនប៉ុន្តែខ្ញុំបង្ហាញកម្មវិធីមួយនៅក្នុង link យើងខ្ញុំបានដាក់ឲ្យនៅក្នុង group យើងនៅក្នុង group យើងនៃកម្មវិធីនេះមួយបាទ EndNote នេះបាទយើងអាចយកទៅតម្លើងទៅបាទ EndNote password វា1 2 3យើងបាទយើងយកទៅបាទអា file EndNote នោះពេលដែលយើងតម្លើងចប់វានឹង load tape មួយនៅលើ Word យើងនេះបាទមានន័យថា EndNote ចាំថតតអាកន្លែងតម្លើងនោះអត់ដាក់ចូលនេះបានទេខ្ញុំតម្លាក់ក្នុងក្រុម Telegram ពេលដែលយើងតម្លើង EndNote បានហើយយើងត្រូវទៅឧទាហរណ៍ថាខ្ញុំបិទអានេះមួយយើងចូលទៅកាន់អ៊ីនធឺណិតChrome អញ្ចឹងដែរយើងចូលទៅកាន់ Chrome យើងចូលទៅឧទាហរណ៍ថាយើងចូលទៅកាន់ Google Scholar Google Scholar ជាកន្លែងមួយគេ publish គេបោះពុម្ពសៀវភៅគេទៅមាន link មានអីក្នុងនោះយើងចូល Google Scholar ទៅឧទាហរណ៍យើងចង់បានអត្ថបទអីCambodia ជាមួយកម្ពុជាចោលនឹងអត្ថបទអី Cambodia អីខុស Cambodia ឧទាហរណ៍ថាយើងអានសៀវភៅប្រវត្តិសាស្ត្រកម្ពុជានេះមួយទៅបាទយើងអានទៅយើងពេញចិត្ត clear កន្លែងណាឧទាហរណ៍ថាបាទយើងយកបកខ្មែរក៏យើងត្រូវតែដាក់យកឲ្យគេដែរឧទាហរណ៍យើងយកមកប៉ុណ្នេះក៏អានេះអត្ថបទដែលគេសរសេរមកដែរមក clear ដែលគេសរសេរបានមានន័យបាទយើងដាក់មកឧទាហរណ៍យើងសរសេរបានប៉ុណ្នេះមក clear នេះយើងយកមកគេយើងត្រូវដាក់អ្នកណាអ្នកសរសេរនៅកន្លែងនេះបាទចុះវិធីដែលយើងធ្វើយើងចូលទៅអា file Google Scholar នេះយើងចុចពាក្យ site នេះបាទ website មួយចំនួនដែលគេបោះពុម្ពអត្ថបទគេ load អានេះឲ្យហើយយើង site នេះ site នេះមានន័យថាយើងដាក់យកឲ្យគេយើងចុច site នេះមកបាទយើង download file ជា EndNote ទេយើង download អានេះមួយមក EndNote នេះនេះអា file នោះវា load មកហើយនេះបាទវា load លើ Google យើងលើកន្លែង down យើងនេះយើងបើកវាមកបើកជាមួយអាកម្មវិធី EndNote ដែលយើងតម្លើងនោះបាទបើកកន្លែងណាមួយទៅយើងដាក់ library ណាមួយដាក់ឈ្មោះក៏បានដែរឧទាហរណ៍យើងដាក់ឈ្មោះឲ្យវាណាឯកសារយកបាញ់ឈ្មោះអីយើងដាក់ឈ្មោះឲ្យវាមកឧទាហរណ៍ដាក់ A អញ្ចឹងមកណាឯណាទៅណាបាត់ជប់ចាំបន្តិចមិនយើងបានអានេះមកយើងចុចបើកនេះចុចបើកមកចុចចឹងមករើស library មួយឲ្យបើកមកអា file នោះបើកមកហើយនេះវាទាញ file យើងមកមិញនេះ file នេះវា load ចូលមកហើយបាទហើយយើងបាច់ទៅអីដកអានេះទុកចេញហើយយើងទៅលើ Word យើងវិញបាទទៅលើ Word យើងវិញមកយើងគ្រាន់តែចុច EndNote នេះទៅលើ tape នេះ load មកហើយពេលយើងតម្លើងរួចយើងចុច insert citation មកបាទយកលើគេនេះ insert citation insert selected citation កន្លែងនេះមានន័យថាអាដែលយើងកំពុងបើកនេះវានឹង load ទាញមកហើយបាទ load ទាញមក Word យើងបាទខ្ញុំយកអាទី2នេះបាទចុះវាកំពុងទាញហើយនេះហើយឯកសារយកវា load list មកក្រោមឲ្យយើងស្រាប់មិនបាច់អង្គុយវាយអីញ៉ៃញ៉ៃទេបាទយើងគ្រាន់ទាញអា file EndNote បាញ់មួយបើកវាចុចបាទ insert site នេះមកវា load មកហើយចាក់អាមក clear មិញនេះមានន័យថានេះជាឯកសារយកអានៅទៅថ្មីអញ្ចឹងដែរយើងដាក់បាទអានេះឯកសារយោងអញ្ចឹងទៅយើងបានឯកសារយោងមួយវាមានឈ្មោះអ្នកនិពន្ធឆ្នាំឈ្មោះសភៅបាទនេះរងពុំគេជិះវា load អូតូឲ្យយើងហ្នឹងអានេះវា load អូតូឲ្យយើងបាទ EndNote វាស្រួលចុះឧទាហរណ៍ថាយើងអានមួយអត្ថបទទៀតនេះអត្ថបទសភៅមួយនេះមួយទៀតបាទយើងមានមក clear ណាទៅយើងឧទាហរណ៍យើងចុចទៅយក file គេបាទយកពាក្យគេមកយឺតតិចអីយ៉ានេះ website របស់ខ្មែរយើងឧទាហរណ៍យើងអានអត្ថបទគេទៅយើងដកស្រង់ពីគេមកទៀតដែរមិនចឹងចុចលុយមែនចុចលុយមែនណា200រៀលអូគួយមើលលំថ្ងៃបន់ឲ្យគ្រូទៅតបទឹកបន់ឲ្យគ្រូទៅតបទឹកបាទមកមើលកុំព្យូទ័រគ្រូបាទរើសលុយ200ដាក់កប៉ៅបាទឧទាហរណ៍ថាយើងអានទៅយើងជួប file មួយនេះ
mà bị mà clear này chúng banh chặt đấy chúng đọ xong bao kia màu bạn cái nào tự đọ xong bạn dùng một đạn bỏ dớt những trâu cá này những trâu cá dùng đạn tặng đo môi chân thế xây móc màu clear phần đấy nè na để xây bạn chúng đọ xong một bình á chúng trâu tự đo là file mình bình Google Scholar đó nó nè mỗi đi mấy nhé bạn check sai đi mới chúng đo là file endnote bạn endnote á bạn ở Việt Nam mà nè Việt Nam mới dương cho bạc về màu bao nhiêu đóng tiết về đừng load cho màu endnote chương đi để phải đối chúa thì đấy con điện cuốn đấy victory miền Nam miền ấy chẳng hạn anh ấy ai cài bàn cho được cài thay bị khó cài đọ về tục sẵn bạn dương tơ lưu dương quấy và cho được cam thì endnote đóng tiết bạn dương cho insert bạn select tiết size thì sân đóng tiết mất bị load màu rồi nhé và bị load màu đóng tiết thế rồi thế mình chăm bánh cùi bị trôi cho này cuốn đấy đây bạn bị rồi nhỉ bây giờ từ bữa này cáo bị load biography đi màu ọt này bị load màu đài hay bị load tam cái đặc trong mà dương sạp tiền chó mình đã thay bị trắng tám standard bọc kì bạn bây giờ đã đấy dùng đừng dùng mobina nó chặt đã gạt lò mơ đây đấy là biết đã vốn dương miên thì chẳng tới dương thưa dương điên thưa tam bẹp đi đây đó mình đây thay anh sai dương rồi bài cài dương dương xì mó standard lôi đá đó ở bên lom đi cái mơ đó cái đăng đảo nè nè xe từ bot đấy bạn chạy xì bên tiền phao thưa mó miền standard miền bẹp bọt trong trâu chân này dương thưa oi chặt rút về vàng này cả đấy về load highlight chứ anh mình dương xì đây đấy anh đi load update chẳng tới anh ấy bị load cho ô tô đây anh ấy ô tô chó nhưng ai vô bạn atbot bị Google Scholar với miền này miền học và vấn té và sân chia the phao khmer thôi the phao khmer những đọ strong máu vì admin là riêng ở dân chỉ pha sạp chẳng thế nhưng quay bị trôi thầm đa chứ dân cho quay bị trôi thầm đa đôi kia được ai chứ edit về máu này cho giả pha dânนี้ những edit những aiประกาศ file ថ្មីមកនេះ ประกาศ new មកមានន័យថាយើងអាចបញ្ចូលជាសភៅមួយជាអីលើ endnote នេះបានបញ្ចូលព័ត៌មានមកមួយនេះ1000ឆ្នាំអីធម្មតាដូចគ្នាចឹងដែរតែយើងអាចដាក់បញ្ចូលបានខ្ញុំថតអានេះទុកឲ្យ